សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងនាំអ្នកចូលទៅក្នុងសៀវភៅមួយដ៏អស្ចារ្យណាស់ដែលមានឈ្មោះថាអំណាចនៃបច្ចុប្បន្នភាពឬ The Power of Now ដែលនិពន្ធដោយ Eckhart Tolle ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថាជីវិតរបស់អ្នកពោរពេញទៅដោយការព្រួយបារម្ភអារម្មណ៍ចេះតែគិតពីនេះពីនោះនិងមិនមានពេលសម្រាប់ចិត្តឡើយវីដេអូនេះគឺសម្រាប់អ្នកនៅក្នុងវីដេអូនេះយើងនឹងរៀនពីមុខងារអំណាចនៃបច្ចុប្បន្នភាពនិងវិធីដើម្បីរស់នៅក្នុងពេលបច្ចុប្បន្នដើម្បីទទួលបានសេចក្តីរីករាយភាពស្ងប់ស្ងាត់និងភាពរីកចម្រើនផ្លូវចិត្តបើអ្នករួចរាល់ហើយមកជាមួយខ្ញុំក្នុងការរុករកជីវិតថ្មីនេះផ្នែកទី1បញ្ហានៃការដែលយើងរស់នៅក្នុងគំនិតតើអ្នកធ្លាប់គិតអំពីរឿងអតីតកាលហើយបារម្ភអំពីអនាគតជាច្រើនម៉ោងក្នុងមួយថ្ងៃទេខ្ញុំជឿថាសម្រាប់ភាគច្រើនសេចក្តីឆន្ទៈរបស់អ្នកទាំងអស់គ្នាជាច្រើនអ្នកគឺមានតែពាក្យបាទឬចាស់អ្នកនិពន្ធ Eckhart Tolle បានអះអាងថាពួកយើងភាគច្រើនចូលចិត្តរស់នៅក្នុងការគិតវាជាប្រភេទឬរបៀបមនុស្សគ្មានស្មារតីគឺមានការគិតមិនឈប់ឈរទេគឺសំឡេងក្នុងក្បាលអ្នកដែលនិយាយថាថ្លែងស្អែកតើអ្វីទៅនឹងកើតឡើងហេតុអ្វីគេនិយាយអញ្ចឹងមកលើខ្ញុំគំនិតទាំងនេះធ្វើឲ្យយើងវង្វេងចិត្តវាប៉ះពាល់ដល់ភាពរីកចម្រើនផ្លូវចិត្តថូលេបាននិយាយថាពេលបច្ចុប្បន្នគឺជាផ្នែកតែមួយដែលអ្នកមានពេលកន្លងទៅបានផុតទៅហើយនឹងអនាគតនៅមិនទាន់មកដល់ជីវិតគឺកំពុងកើតឡើងនៅពេលឥឡូវនេះបើអ្នកនៅតែភ្លេចថាអ្នកកំពុងរត់នៅក្នុងពេលបច្ចុប្បន្នអ្នកនឹងបាក់ទឹកចិត្តជឿមិនខានផ្នែកទី2ដំណក់ស្រាយភ្ញាក់ពីគំនិតនឹងរកនៅក្នុងពេលបច្ចុប្បន្នដូច្នេះដែរតើដំណោះស្រាយមានអ្វីខ្លះថូលេបានណែនាំថាយើងត្រូវភ្ញាក់ពីគំនិតរបស់យើងត្រូវបំភ្លេចការរស់នៅក្នុងការគិតហើយត្រូវចាប់ផ្ដើមទទួលបានបទពិសោធន៍ជាក់ស្ដែងពីជីវិតតើមានរបៀបណា1ដំណើរការសម្រេចចិត្តពេលគំនិតកើតឡើងអ្នកត្រូវទទួលស្គាល់វាហើយនិយាយថាគ្រាន់តែជាគំនិត2គិតត្រឹមត្រូវការគិតគ្រាន់តែជាឧបករណ៍មិនមែនជាអត្តសញ្ញាណរបស់អ្នកទេថូលេបាននិយាយថាអ្នកមិនមែនជាគំនិតរបស់អ្នកទេអ្នកគឺជាអារម្មណ៍ដែលសង្កត់សង្កាញ់គំនិតទាំងអស់នោះការសង្កត់គំនិតនេះគឺជាការបណ្ដោះអាសន្នដ៏សំខាន់ដែលនាំឲ្យអ្នកមានសុខដុមនីយភាពផ្នែកទី3អំណាចនៃការរស់នៅក្នុងពេលបច្ចុប្បន្នបើសិនជាអ្នកអាចរស់នៅក្នុងពេលបច្ចុប្បន្នតើអ្វីទៅនឹងកើតឡើង1អ្នកនឹងបំបត្តិអត្តសញ្ញាណខ្លួនឯងឬ ego 2អ្នកនឹងមានអារម្មណ៍ស្ងប់ស្ងាត់3អ្នកមិនចាំបាច់ជាប់គាំងក្នុងអារម្មណ៍នឹងគំនិតនោះទៀតទេ ego គឺជាផ្នែកមួយនៃខ្លួនអ្នកដែលនិយាយថាខ្ញុំជារូបភាពនេះខ្ញុំត្រូវការនេះខ្ញុំបារម្ភអនាគតប៉ុន្តែពេលបច្ចុប្បន្នគឺខកពីការគិតថូលេបានប្រាប់ថាជីវិតគឺកើតឡើងនៅពេលបច្ចុប្បន្នពេលកន្លងទៅបានចប់និងអនាគតមិនទាន់មកដល់ឥឡូវនេះខ្ញុំចង់ឲ្យអ្នកសាក់លបងចូលស្ងប់ចិត្តដកដង្ហើមចូលហើយដកដង្ហើមចេញស្ដាប់សំឡេងនៅជុំវិញអ្នកបញ្ឈប់ការគិតនិងទទួលអារម្មណ៍ជាក់ស្ដែងនៃពេលនេះហើយជាភាពមានវត្តមានផ្នែកទី4អនុវត្តក្នុងជីវិតប្រចាំថ្ងៃអូខេតើធ្វើដូចម្តេចដើម្បីរក្សាការរស់នៅក្នុងពេលបច្ចុប្បន្នថូលេបានផ្ដល់អនុសាសន៍ដូចនេះ1សង្កត់លើដង្ហើមមានការលំអិតហើយផ្ដោតសំខាន់ទៅលើដង្ហើម2ប្រើអារម្មណ៍ស្មារតីអារម្មណ៍លើស្បែកអារម្មណ៍ដើរលើដីអារម្មណ៍ខ្យល់ប៉ះមុខ3ទទួលស្គាល់សភាពជាក់ស្ដែងពេលមានអ្វីកើតឡើងញាក់ប្រាប់ខ្លួនថាវាកំពុងកើតឡើង4ការយកចិត្តទុកដាក់ក្នុងការធ្វើរឿងធម្មតាពេលញាក់ផឹកកាហ្វេសូមផ្ដោតលើរសជាតិនិងក្លិនជាទីបំផុតនេះជាវិធីសាមញ្ញសម្រាប់រស់នៅក្នុងពេលបច្ចុប្បន្ន The Power of Now បង្រៀនយើងថាសុខដុមនីយភាពមិនមែននៅក្នុងអនាគតទេវាមាននៅពេលឥឡូវនេះយើងមិនចាំបាច់រងចាំឲ្យគ្រប់យ៉ាងល្អប្រសើរមុនទើបសប្បាយចិត្តឡើយជីវិតមាននៅពេលនេះ Eckhart Tolle បាននិយាយថា Nothing happened in the past it happened in the present សូមអរគុណដែលបានទស្សនាវីដេអូនេះបើអ្នកចូលចិត្តសូមចុច like subscribe និង comment ខាងក្រោមតើផ្នែកណាដែលអ្នកចូលចិត្តបំផុតពី The Power of Now ជួបគ្នាថ្ងៃក្រោយ
សូមឲ្យអ្នកមានភាពស្ងប់ស្ងាត់គំនិតនិងរស់នៅក្នុងពេលបច្ចុប្បន្ន